ចានំកូនត្រីយើងរួចរាល់ហើយឥឡូវយើងយកមកចាក់ដាក់កញ្ច្រែងដើម្បីឲ្យវាស្រស់ទឹកក្តៅហ្នឹងតិចទៀតបានភ្លួយបងប្អូនឥឡូវនេះយើងចាក់ទឹកត្រជាក់លាងវាសិនហើយយើងយកទៅទុកមួយលើគេទៅនឹងទឹកស្ករយើងធ្វើរួចហើយអត់ឲ្យផ្អែមពេកទេហើយក៏មិនសាបពេកដែរគឺល្មមចាអត់សូវចិត្តផ្អែមខ្លាំងបងប្អូនហើយឥឡូវនេះយើងធ្វើការដួសដាក់ចានប៉ុន្តែដួសក៏នឹកឃើញភ្លេចអីម្យ៉ាងដើម្បីឲ្យឈ្ងុយបន្ថែមទៀតគឺភ្លេចល្ងឥឡូវយើងដួសដាក់ចានសិនតម្រាំល្ងមកហើយនៅលីងឲ្យបុកដាក់ថែមលើទៅដើម្បីវាឈ្ងុយហើយមានស្លឹកតើយដែរដើម្បីក្លិនក្រអូបស្លឹកតើយហើយក៏នឹកឃើញមួយមុខទៀតដែរបងប្អូនខាត់ធ្វើយូរភ្លេចមុខភ្លេចក្រោយគឺភ្លេចដាក់សាច់មៀនបើយើងមិនចង់ដាក់ក៏បានដែរដាក់សាច់មៀនដើម្បីឲ្យវាឈ្ងុយក្រអូបមានផងឈ្ងុយក្រអូបស្លឹកតើយផងហើយបន្ថែមល្ងទៀតទៅគឺកាន់តែអេមសេមឥឡូវហ្នឹងដុំរាវរកសាច់មានបដាអញ្ចឹងណាតម្រាំល្ងមកដល់បងប្អូនចានេះសាច់មានហ្នឹងឡើងខកដល់